សូមគោរពជំរាបសួរនាងខ្ញុំឈ្មោះហុកធីតាជាគ្រូបង្រៀននៅវិទ្យាល័យព្រះស៊ីសវត្តក្នុងកម្មវិធីសាលារៀនជំនាន់ថ្មីចាអញ្ចឹងនៅក្នុងថ្ងៃនេះដែរនាងខ្ញុំនឹងលើកយកនៅចាល្បែងធម្មពលមួយប្រភេទទៀតដែលយើងហៅថាខ្យល់បក់ចាអញ្ចឹងនាងខ្ញុំជឿថាលោកគ្រូអ្នកគ្រូប្រហែលជាធ្លាប់បានអនុវត្តល្បែងធម្មពលជាច្រើនកន្លងមកអញ្ចឹងនៅថ្ងៃនេះដែរនាងខ្ញុំនឹងធ្វើការចែករំលែកបន្ថែមអញ្ចឹងលោកគ្រូអ្នកគ្រូធ្លាប់បានដឹងថាតើអ្វីទៅគឺជាល្បែងធម្មពលអ្នកគ្រូនាងខ្ញុំជឿថាលោកគ្រូអ្នកគ្រូមួយចំនួនដឹងដោយសារនៅក្នុងវីដេអូមុននាងខ្ញុំក៏បានចែករំលែកផងដែរហើយសំណួរមួយដែលយើងតែងតែចោទសួរថាហេតុអីបានជាយើងចាំបាច់ត្រូវចាបញ្ចូលល្បែងធម្មពលទៅក្នុងចាការរៀននិងការបង្រៀនរបស់យើងចាអញ្ចឹងយើងឃើញថាបើយើងនិយាយអំពីការបញ្ចូលល្បែងធម្មពលនេះគឺពិតជាមានសារៈសំខាន់មែនតើអញ្ចឹងដូចមានន័យថាទី1កូនសិស្សគឺគាត់អាចចាមានភាពសកម្មចានៅក្នុងការរៀនចាទី2គឺតកតងជាមួយនឹងបង្កនៅបរិយាកាសរីករាយនៅក្នុងថ្នាក់រៀនហើយតួយ៉ាងល្បែងសិក្សាល្បែងធម្មពលមួយនេះតកតងជាមួយនឹងខ្យល់បក់នេះគឺយើងក៏មិនមែនចេះតែលេងបានដែរគឺយើងផ្សារភ្ជាប់ជាមួយនឹងការធ្វើសកម្មភាពចែករំលែករបស់សិស្សានុសិស្សអញ្ចឹងមានន័យថាល្បែងធម្មពលនីមួយៗវាមានមុខងារនៅក្នុងការអនុវត្តផ្សេងគ្នាអញ្ចឹងល្បែងធម្មពលខ្យល់បក់នេះផងដែរវាមានមុខងារមួយដែលធ្វើឲ្យសិស្សមានភាពសកម្មនៅក្នុងការចែករំលែកហើយការចែករំលែកនេះមិនមែនជាការចែករំលែករវាងដៃគូទេគឺការចែករំលែករវាងក្រុមតែម្ដងចាហើយវាអាស្រ័យទៅលើការបត់បែនរបស់លោកគ្រូអ្នកគ្រូចាអញ្ចឹងដើម្បីកាន់តែជឿច្បាស់យើងអាចតាមដានសកម្មភាពនៃការអនុវត្តនៅក្នុងថ្នាក់រៀនរបស់កូនសិស្សតែម្ដងចាអញ្ចឹងយើងឃើញថាបន្ទាប់ពីលោកគ្រូអ្នកគ្រូបានដាក់ចាសំណួរឲ្យកូនសិស្សទៅគិតរកចម្លើយចប់សពគ្រប់ហើយអញ្ចឹងដើម្បីមានឱកាសនៅក្នុងការចែករំលែកចាទៅកាន់ក្រុមចាយើងអាចបញ្ចូលចាលំហាត់ធម្មពលមួយដែលឲ្យឈ្មោះថាខ្យល់បក់ចាប៉ុន្តែខ្យល់បក់នេះគឺមានតួអង្គ2ដែលខ្យល់បក់នេះត្រូវប៉ើងទៅរកចាទី1តួអង្គចាត្រង់ទី2តួអង្គជ្រូកចាអញ្ចឹងជ្រូកមាន2ចានៅក្នុងការបង្ហាញនេះគឺមានថាជ្រូកគឺតួអង្គនៅកណ្ដាលហើយត្រង់គឺព័ទ្ធជុំវិញសងខាងចាអញ្ចឹងមានន័យថាបើសិនជាលោកគ្រូអ្នកគ្រូចាស្រែកថាខ្យល់អើយខ្យល់បក់កូនសិស្សនឹងស្រែកត្រឡប់មកវិញថាម៉េចបក់ទៅខាងណាបក់ទៅរកជ្រូកអញ្ចឹងជ្រូកគាត់ធ្វើការចល័តបក់ទៅរកត្រង់គាត់ធ្វើការចល័តទៅចាប់បង្កើតត្រង់ថ្មីណាចាអញ្ចឹងយើងត្រូវណែនាំចានីតិវិធីនៃការអនុវត្តចាការលេងនេះឲ្យបានច្បាស់លាស់ទៅដល់កូនសិស្សយើងណាចាអញ្ចឹងបន្ទាប់ពីកូនសិស្សគាត់បានអនុវត្តច្បាស់លាស់យល់ពីការបញ្យល់របស់យើងច្បាស់លាស់ហើយយើងចាប់ផ្ដើមអនុវត្តចាអញ្ចឹងយើងឃើញថាតួអង្គជ្រូកនៅកណ្ដាលចាវាមានតួអង្គ2ចាជាតួអង្គជ្រូកចាតួអង្គត្រង់ចានៅសងខាងអញ្ចឹងនៅពេលដែលយើងថាខ្យល់បក់ទៅរកជ្រូកអញ្ចឹងជ្រូកត្រូវតែរត់ផ្លាស់ប្ដូរចូលត្រង់ថ្មីណាចានៅពេលដែលយើងស្រែកថាបក់ទៅរកអីកូនសិស្សត្រូវតែត្រៀមលក្ខណៈជាស្រេចនៅក្នុងការរត់ដូចឃើញកូនសិស្សនៅក្នុងត្រង់នេះអញ្ចឹងចាគាត់ត្រៀមគាត់គិតថាគ្រូនឹងស្រែកទៅណាអញ្ចឹងទៅអញ្ចឹងយើងជាអ្នកបញ្ជាចាអញ្ចឹងបន្ទាប់ពីបក់ទៅរកជ្រូកអញ្ចឹងជ្រូកគឺធ្វើមិនត្រូវរត់ផ្លាស់ប្ដូររកចាត្រង់ថ្មីប៉ុន្តែយើងត្រូវប្រាប់លក្ខខណ្ឌគាត់ដែរថារយៈពេលណាដែលត្រូវត្រង់នឹងបិទហើយបើត្រង់នឹងបិទហើយជ្រូកនឹងនៅតែអត់ទាន់ទៅដល់ទៀតអញ្ចឹងមានន័យថាគាត់នឹងចាញ់ចាបន្ទាប់ពីយើងលេងសកម្មភាពនេះចប់ចាគឺយើងធ្វើការឲ្យកូនសិស្សចែករំលែកនៅចម្លើយដែលគាត់បានជជែកពិភាក្សាឬក៏រកឃើញចានៅពេលដែលយើងដាក់សំណួរឲ្យគាត់ទៅរកនោះហើយគាត់អាចចែករំលែកគំនិតគ្នាទៅវិញទៅមកហើយកូនសិស្សផ្សេងទៀតគាត់អាចស្ដាប់ហើយនឹងធ្វើការកត់ត្រាអញ្ចឹងមានន័យថាជាឱកាសមួយដែលកូនសិស្សអាចធ្វើការផ្លាស់ប្ដូរចម្លើយគ្នាទៅវិញទៅមកនៅពេលដែលគាត់ចាបានលេងលំហាត់ចាធម្មពលមួយនេះអញ្ចឹងយើងអាចលេង2ជុំចាវាអាស្រ័យលើលោកគ្រូអ្នកគ្រូជាអ្នកបញ្ជាទេឧទាហរណ៍ថាយើងស្រែកថាខ្យល់អើយខ្យល់បក់អញ្ចឹងកូនសិស្សស្រែកថាបក់ទៅខាងណា
បកទៅរកត្រង់ថ្មីជ្រូកថ្មីអញ្ចឹងគាត់កូនសិស្សត្រូវតែបង្កើតត្រង់ថ្មីបង្កើតជ្រូកថ្មីហើយយើងក៏មានលក្ខខណ្ឌថាកូនសិស្សណារត់លឿនបង្កើតត្រង់ថ្មីលឿនជ្រូកថ្មីលឿនយើងចាបន្ថែមជាបន្ទុកអីឲ្យគាត់ចឹងទៅឬក៏បន្ថែមជាការលើកទឹកចិត្តមានរង្វាន់មានអីចឹងទៅចាហើយពេលខ្លះការរត់របស់សិស្សហ្នឹងគឺអាចថាច្រឡំត្រង់ច្រឡំអីអាប៉ាត់អាប៉ាយពេញនឹងអីចឹងទៅអញ្ចឹងយើងត្រូវចេះគ្រប់គ្រងពួកគាត់ឲ្យបានកុំឲ្យជ្រូកคล้ายជាត្រង់คล้ายជាជ្រូកអីចឹងទៅអញ្ចឹងត្រូវប្រយ័ត្នប្រយែងដែរកន្លែងហ្នឹងយើងត្រូវកំណត់លក្ខខណ្ឌឲ្យបានច្បាស់លាស់ហើយបន្ទាប់ពីយើងលេងវគ្គទី1ចប់ឲ្យគាត់ភាសាចែករំលែកមកតង់បន្ទាប់ពីលេងវគ្គទី2ហើយយើងឲ្យគាត់ចាពិភាក្សាមួយតង់ទៀតតើតើមួយការលេងនេះគឺយើងមានប៉ុណ្ណឹងចាសម្រាប់ការចែករំលែកចាទៅដល់លោកគ្រូអ្នកគ្រូចាលោកគ្រូអ្នកគ្រូចាបានចាប់អារម្មណ៍មិនខ្លះតើតើជាមួយនឹងសកម្មភាពនៃការលេងរបស់កូនសិស្សបាញ់មិញចាអាចចាំបានទេថាតើមានជំហានសំខាន់ប៉ុន្មានចាអ្វីខ្លះនៅក្នុងការលេងលំហាត់ធម្មពលឬក៏លបែងធម្មពលមួយនេះចាលោកគ្រូអ្នកគ្រូចាំទេថាដំបូងឡើយគឺយើងធ្វើអីចាគឺដំបូងឡើយគឺយើងធ្វើការចែកជាក្រុមបែបនេះចាមានន័យថាអាចថាមួយក្រុមដែលព័ទ្ធជុំវិញគឺជាត្រង់ចាហើយនឹងមាន2 3នាក់គឺជាជ្រូកចាអញ្ចឹងមានន័យថាយើងចែកក្រុមសិស្សក្រុមណាជាជ្រូកក្រុមណាជាត្រង់អញ្ចឹងត្រង់គឺនៅខាងក្រៅហើយជ្រូកនៅខាងក្នុងតែជ្រូករបស់យើងអាចមានចំនួនតិចជាងត្រង់ចាអញ្ចឹងបន្ទាប់ពីយើងចែកក្រុមសិស្សច្បាស់លាស់ហើយចាយើងចាប់ផ្ដើមចូលដល់ចាជំហានចំណុចមួយទៀតគឺការកំណត់លក្ខខណ្ឌចាអញ្ចឹងការកំណត់លក្ខខណ្ឌនេះគ្រប់នៃការលេងលំហាត់ធម្មពលក៏ដោយចាលំហាត់សិក្សាឬក៏ល្បែងសិក្សាក៏ដោយគឺសំខាន់ណាស់ដើម្បីបន្ថយមានថាបន្ថយឬក៏ធ្វើម៉េចកុំឲ្យកូនសិស្សចាមានភាពរញ៉េរញ៉ៃអញ្ចឹងលក្ខខណ្ឌនៅក្នុងការអនុវត្តបាញ់មិញលោកគ្រូអ្នកគ្រូឃើញហើយមានន័យថាបើសិនជាលោកគ្រូអ្នកគ្រូស្រែកថាខ្យល់អើយខ្យល់បក់ចាបក់ទៅខាងណាគឺបក់ទៅជ្រូកអញ្ចឹងជ្រូកជាអ្នករត់អញ្ចឹងត្រង់នៅដដែលត្រង់អត់មានបដូរទីតាំងទេចានៅពេលដែលស្រែកលក្ខខណ្ឌមួយទៀតបើសិនជាខ្យល់បក់ទៅរកត្រង់អញ្ចឹងជ្រូកនៅដដែលត្រង់គឺជាអ្នកចល័តបដូររកត្រង់ថ្មីចាប់ធ្វើម៉េចបង្កើតត្រង់ថ្មីឲ្យបានឬក៏លាយឡំជាមួយនឹងត្រង់ចាស់ខ្លះប៉ុន្តែអត់ឲ្យត្រង់ចាស់សុទ្ធទេត្រូវតែលាយឡំខ្លះហើយមួយទៀតគឺតកតងជាមួយនឹងចាលក្ខខណ្ឌមួយទៀតមានថាបើសិនជាលោកគ្រូអ្នកគ្រូស្រែកថាបក់ទៅរកត្រង់ថ្មីជ្រូកថ្មីអញ្ចឹងមានន័យថាត្រង់ថ្មីជ្រូកថ្មីហ្នឹងត្រូវបានកើតឡើងដូចគ្នាចាហើយនៅក្នុងលក្ខខណ្ឌបន្ទាប់គឺមានន័យថាបន្ទាប់ពីកូនសិស្សលេងចប់មួយតង់គឺគាត់ត្រូវធ្វើការចែករំលែកចម្លើយគ្នាទៅវិញទៅមកអញ្ចឹងនេះគឺជាការកំណត់លក្ខខណ្ឌចាហើយលោកគ្រូអ្នកគ្រូក៏អាចធ្វើការបត់បែនទៅតាមនឹងដែរចាអាចថាមានភាពបត់បែនទៅតាមការអនុវត្តជាក់ស្ដែងតែយើងក៏ត្រូវកំណត់ម៉ោងពេលច្បាស់លាស់ដែរចាចំណុចបន្ទាប់គឺតកតងជាមួយនឹងការអនុវត្តលេងអញ្ចឹងលោកគ្រូអ្នកគ្រូច្បាស់ជាឃើញថាតកតងជាមួយនឹងការអនុវត្តគឺកូនសិស្សត្រូវមានភាពច្បាស់លាស់នៅក្នុងការស្ដាប់សំឡេងគ្រូថាតើខ្យល់នឹងបក់ទៅទិសខាងណាបក់ទៅរកត្រង់ឬក៏ទៅរកជ្រូកហើយការអនុវត្តលេងគឺអាចថា2ជុំដោយសារតែពេលវេលាតែបើសិនជាលោកគ្រូអ្នកគ្រូមានពេលវេលាច្រើនក៏អនុវត្តច្រើនហើយការលេងនេះទៀតដែរគឺយើងមិនត្រឹមតែត្រង់ឬក៏ជ្រូកទេលោកគ្រូអាចរើសតួអង្គអីក៏បានដែរឧទាហរណ៍បក់ទៅរកក្រុមដែលមានសមាជិក3នាក់អញ្ចឹងគាត់ចាប់គ្នា3នាក់ទៅបក់ទៅរកក្រុមដែលសមាជិក5នាក់អញ្ចឹងគាត់តាមនឹងទៅប៉ុន្តែតួអង្គដែលខ្ញុំចែករំលែកនេះមានតួអង្គត្រង់ហើយនិងតួអង្គជ្រូកដើម្បីឲ្យគាត់ធ្វើការចាប់អារម្មណ៍ណាចាអញ្ចឹងនៅពេលអនុវត្តលេងយើងអាចធ្វើ2ជុំក្នុងមួយជុំយើងអាចឲ្យកូនសិស្សចែករំលែកម្ដងជុំទី2យើងអាចឲ្យកូនសិស្សអនុវត្តចែករំលែកម្ដងទៀតណាចាអូខេអញ្ចឹងបន្តពីហ្នឹងទៅគឺយើងចូលដល់ជំហានសំខាន់មួយទៀតគឺកូនសិស្សនឹងធ្វើការចែករំលែកចម្លើយនៅក្នុងថ្នាក់រៀនរបស់គាត់តែម្ដងចាដោយសារមិញហ្នឹងខ្ញុំបញ្ចប់ត្រឹមសកម្មភាពនៃការលេងរបស់គាត់ប៉ុន្តែមែនតើទៅអត់ទាន់ចប់ទេគឺគាត់អាចធ្វើការចែករំលែកចម្លើយទៅកាន់ក្រុមធំនៅក្នុងថ្នាក់មានសំណួរចម្លើយហើយធ្វើការបូកសរុប
លទ្ធផលនៃចម្លើយលោកគ្រូអ្នកគ្រូអាចបំពេញបន្ថែមដូចគ្នាចាអញ្ចឹងនេះហើយគឺជាការសង្ខេបឡើងវិញចំពោះការអនុវត្តចាលបែងធម្មពលដែលមានឈ្មោះថាខ្យល់បក់ចាជំរាបសួរលោកគ្រូអ្នកគ្រូម្ដងទៀតចាអញ្ចឹងបន្ទាប់ពីលោកគ្រូអ្នកគ្រូបានទស្សនាចាសកម្មភាពជាក់ស្ដែងបាញ់មិញជឿថាលោកគ្រូអ្នកគ្រូនឹងមានការចាប់អារម្មណ៍ហើយជឿថាលោកគ្រូអ្នកគ្រូមួយចំនួនមែនតែនទៅធ្លាប់បានអនុវត្តកន្លងមកហើយប៉ុន្តែគ្រាន់ថាមានភាពបត់បែនអីយ៉ាងណាមួយអញ្ចឹងនាងខ្ញុំជឿជាក់ថាការចែករំលែករបស់នាងខ្ញុំគឺផ្ដល់នៅភាពសំខាន់សម្រាប់លោកគ្រូអ្នកគ្រូអាចយកទៅអនុវត្តឬក៏ច្នៃប្រឌិតបន្ថែមចាជាចុងក្រោយនាងខ្ញុំសូមគោរពអរគុណហើយជាពិសេសចាជូនពរលោកគ្រូអ្នកគ្រូមានសុខភាពល្អចាសូមអរគុណសូមជម្រាបលា